ថ្ងៃនេះយើងចុះមកការដ្ឋានមួយដើម្បីមកធ្វើប៉ាន់ជួបបងប្អូនដើម្បីបង្ហាញអំពីគុណភាពនៃផលិតផលដែលមាន3មុខទី1នោះគឺម្សៅបៀកទីផ្លាស់កម្រិតលេខ1ហើយបន្តមកទៀតយើងមានម្សៅបៀកកម្រិតលេខ2និងកម្រិតពិសេសបំផុតគឺស៊ីម៉ង់បៀកស៊ីផ្លាស់ហើយក្នុងថ្ងៃហ្នឹងក៏ចង់ធ្វើការបង្ហាញជូនពីរបៀបនៃការបៀកម្សៅបៀកក៏ដូចជាស៊ីម៉ង់បៀកហ្នឹងដើម្បីឲ្យទទួលបានគុណភាពហ្នឹងផងដែរជាដំបូងគឺយើងកូរម្សៅកូរអីហ្នឹងគឺតាមធម្មតាដូចតែយើងជាងដែលយើងកូរអញ្ចឹងជាធម្មតាមួយបាវវាយើងអាចលាយទឹកក្នុងបរិមាណ10លីត្រប៉ុន្តែចំពោះស៊ីម៉ង់បៀកក្នុងមួយបាវលាយទឹកក្នុងបរិមាណប្រហែលជា8លីត្រអានឹងចំពោះស៊ីផ្លាស់បាទហើយមុននឹងយើងបៀកហ្នឹងគឺយើងត្រូវកូរម្សៅហ្នឹងឲ្យសព្វល្អឲ្យសាច់នឹងល្មួតចូលគ្នាបានល្អទើបយើងអាចយកទៅបៀកទៅបានល្អដោយយើងប្រើប្រាស់ការកូរហ្នឹងគឺដោយកូរដោយប្រើម៉ូទ័របាទហើយមុននឹងយើងបៀកគឺយើងត្រូវខាត់សម្អាតផ្ទៃហ្នឹងឲ្យបានស្អាតដូចជាមានក្បាលខ្សាច់ក្បាលអីហ្នឹងទូលីផ្សេងហ្នឹងយើងឈូសសម្អាតឲ្យបានស្អាតល្អបន្ទាប់មកទៀតមកបានយើងចាប់ផ្ដើមបៀកទឹកទី1អញ្ចឹងទឹកទី1ដែលយើងបៀកគឺយើងបៀកវាទឹកទី1ហ្នឹងស្ដើងហ្នឹងហើយគឺយើងបៀកទឹកទី1ហ្នឹងជាធម្មតាទឹកទី1យើងទុកយ៉ាងហោចហ្នឹងក៏រយៈពេល1ថ្ងៃដែរឬក៏ទៅ2ថ្ងៃដែរជាធម្មតាយើងបៀកចោលបាទហើយយើងចាប់ផ្ដើមបៀកទឹកទី2នៅពេលដែលយើងបៀកទឹកទី2ហ្នឹងគឺយើងទុកឲ្យស្ងួតជាធម្មតាទឹកទី2យើងទុកឲ្យស្ងួតក្នុងរយៈពេលប្រហែលជាចូលកន្លះម៉ោងហ្នឹងណាជាធម្មតាស្ងួតគឺมันស្ងួតដូចទឹកទី1ទេហើយបានយើងចាប់ផ្ដើមបៀកទឹកទី3ចឹងទឹកទី3ជាធម្មតាយើងអាចទុកក្នុងរយៈពេលប្រហែលជា7កន្លះម៉ោងនឹងដូចគ្នាអានឹងទៅតាមអាកាសធាតុដែរព្រោះអាកាសធាតុក្តៅយើងថាអត់ដល់កន្លះម៉ោងទេតែ10នាទីហើយហ្នឹងវាស្ងួតហើយអញ្ចឹងពេលដែលយើងបៀក3ទឹកហើយយើងចាប់ផ្ដើមសីនេះគឺយើងត្រូវលាងកាពិតនឹងឲ្យបានស្អាតបាទហើយយើងចាប់ផ្ដើមដូចយើងសកួតអញ្ចឹងដើម្បីឲ្យម្សៅនឹងមានភាពមាំហាប់ណែនល្អដែលយើងធ្វើម៉េចសីដើម្បីពង្រឹងផ្ទៃមុខហ្នឹងឲ្យមានការហាប់ណែនល្អហើយធ្វើឲ្យផ្ទៃនឹងរលោងស្អាតអញ្ចឹងពេលដែលយើងបៀក3ទឹកដោយយើងបៀកសីហើយយើងមិនចាំបាច់ខាត់ទៀតទេព្រោះផ្ទៃណាដែលมันសូវស្មើល្អយើងអាចជួយបំពេញបានខ្លះតែมันអាចបំពេញបានទាំងស្រុងទេយើងជួយបំពេញបានខ្លះយ៉ាងទៅយើងបៀកឲ្យយើងសីហើយយើងរុញថ្នាំអញ្ចឹងបានធ្វើឲ្យថ្នាំយើងខំតោងទៅនឹងម្សៅបៀកនឹងបានយ៉ាងល្អបើសិនជាយើងខាត់បែកមុខម្សៅទៅវាធ្វើឲ្យម្សៅរបស់យើងហ្នឹងมันអាចធ្វើឲ្យថ្នាំរបស់យើងហ្នឹងมันអាចខំជាប់បានល្អព្រោះធម្មតាម្សៅតោងទៅជាមួយនឹងម្សៅបៀកហើយបើយើងលាបថ្នាំលើម្សៅដែលខាត់បែកបុកអស់ហើយចឹងធ្វើឲ្យថ្នាំរបស់យើងហ្នឹងมันអាចខំតោងជាប់ស្អិតបានល្អទេ